ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជារឿយៗនៅក្នុងសង្គមបច្ចុប្បន្នតែងតែមានការជជែកវែងញែកក្តៅគគុកជុំវិញរូបភាពរបស់ព្រះអង្គចន្ទមុនីដែលព្រះអង្គតែងតែយកស្បង់ជីវរចាស់ៗមានស្នាមដេរនិងប៉ះរហែកនៅកន្លែងខ្លះមនុស្សមួយចំនួនបានលើកឡើងថាមើលទៅមិនសមភ្នែកតតែសោះហើយថែមទាំងយល់ថាវីដេអូបែបហ្នឹងគ្មានបង្កប់នៅខ្លឹមសារអប់រំតតែសោះឡើយតើការយកឃើញបែបនេះត្រឹមត្រូវពិតប្រាកដមែនទេហើយតើពីក្រោយស្បង់ជីវររហែកចាស់ៗនោះមានអាកំបាំងឬមេរៀនជីវិតអ្វីខ្លះដែលយើងមិនអាចមើលរំលងថ្ងៃនេះយើងមកវែកញែករឿងនេះឲ្យបានស៊ីជម្រៅទាំងអស់គ្នាជាការពិតណាស់បើនិយាយតាមក្រសែភ្នែករបស់មនុស្សលោកយើងនាពេលបច្ចុប្បន្នដែលរស់នៅក្នុងសម័យស៊ីវិល័យគឺយើងតែងតែឲ្យតម្លៃលើភាពស្អាតបាតភាពថ្លៃថ្នូរនិងសម្ភារៈនិយមមនុស្សទូទៅចូលចិត្តមើលរបស់ណាដែលស្អាតប្លែកភ្នែកនិងមានរបៀបរៀបរយដូច្នេះនៅពេលដែលឃើញព្រះសង្ឃមួយអង្គដែលមានមនុស្សគោរពរាប់ម៉ឺននាក់បែរជាក្រុងជីវររហែកចាស់ៗវាមិនប្លែកទេដែលធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថាមិនតាក់ទាញឬមើលទៅទើសភ្នែកប៉ុន្តែបើយើងងាកមកមើលក្នុងវិន័យសង្ឃនិងមគ្គធុដង្គវិញការក្រុងជីវរចាស់ៗឬស្បង់ជីវរដែលដេរភ្ជាប់ពីក្រណាត់ដាច់ដោយដែលគេហៅថាក្រណាត់បាំងស្គរវាគឺជាច្បាប់តាំងពីសម័យពុទ្ធកាលមកម្ល៉េះព្រះសង្ឃដែលដើរតាមផ្លូវធុដង្គគឺលោកមិនដេញតាមម៉ូដមិនដេញតាមភាពស្រស់ស្អាតនៃសម្លៀកបំពាក់នោះទេព្រោះគោលបំណងនៃស្បង់ជីវរគឺគ្រាន់តែប្រើប្រាស់សម្រាប់បិទបាំងរាងកាយការពារកម្ដៅថ្ងៃការពាររងានិងសត្វល្អិតខាំតែប៉ុណ្ណោះចំពោះមតិដែលលើកឡើងថាមើលទៅគ្មានការអប់រំទាល់តែសោះនោះបើយើងពិនិត្យឲ្យបានលម្អិតវីដេអូទាំងនោះប្រហែលជាមិនបានបើកសាលាបង្រៀនឬនិយាយទ្រឹស្ដីវែងអនឡាញនោះទេប៉ុន្តែវាគឺជាការអប់រំតាមរយៈសកម្មភាពផ្ទាល់អប់រំឲ្យស្គាល់លះបង់មានះនិងការមិនជាប់ជំពាក់ក្នុងនាមជាព្រះសង្ឃដែលមានបារមីមានសិស្សគុណជាអ្នកមានអ្នកធំឬញាច្រើនរាប់មិនអស់បើព្រះអង្គចង់បានស្បង់ជីវរស្អាតតម្លៃរាប់រយរាប់ពាន់ដុល្លារគឺពិតជាងាយស្រួលណាស់ប៉ុន្តែការដែលព្រះអង្គជ្រើសរើសត្រង់ស្បង់រហែកចាស់ដដែលគឺវាជាសារអប់រំមួយប្រាប់មនុស្សលោកថាខ្លួនយើងជាអ្នកបួសមិនជាប់ជំពាក់នឹងលាភសក្ការៈក្រៅខ្លួនឡើយទោះបីប៉ុណ្ណាក៏នៅតែសាមញ្ញទី2អប់រំមនុស្សឈប់មើលតែសម្បកក្រៅសង្គមបច្ចុប្បន្នមនុស្សចូលចិត្តរាប់អានគ្នាដោយសារសម្លៀកបំពាក់ឡានទំនើបឬលុយកាក់រូបភាពស្បង់រហែករបស់ព្រះអង្គបានដាស់តឿនយើងថាទី2អប់រំមនុស្សឈប់ឲ្យមើលតែមនុស្សតែសម្បកក្រៅសង្គមបច្ចុប្បន្នមនុស្សចូលចិត្តរាប់អានគ្នាដោយសារសម្លៀកបំពាក់ឡានទំនើបឬលុយកាក់រូបភាពស្បង់រហែករបស់ព្រះអង្គបានដាស់តឿនយើងថាតម្លៃពិតប្រាកដរបស់មនុស្សមិនមែនស្ថិតនៅលើសម្លៀកបំពាក់ដែលគ្របដណ្ដប់រាងកាយនោះទេគឺស្ថិតនៅលើធម៌វិន័យភាពស្ងប់និងសេចក្តីល្អក្នុងចិត្តទៅវិញទេទី3អប់រំឲ្យស្គាល់សេចក្តីសន្សំសំចៃរបស់ខ្លះនៅប្រើបានគោដេប្រើបន្តមិនបាច់បោះចោលចេះជាយនេះជាមេរៀនដ៏ល្អសម្រាប់មនុស្សវ័យធ្វើការនិងរកស៊ីឲ្យចេះសន្សំសំចៃក្នុងជីវិតទី4ជ្រុងមើលពីខុសគ្នារវាងអ្នកមើលសម្បកក្រៅនិងអ្នករកផ្លូវធម៌ដូច្នេះបើយើងអាចសន្និដ្ឋានថារឿងនេះវាអាស្រ័យទៅលើភ្នែកនិងចិត្តទី4ជ្រុងមើលពីខុសគ្នារវាងអ្នកមើលសម្បកក្រៅនិងអ្នករកផ្លូវធម៌ដូច្នេះយើងអាចសន្និដ្ឋានបានថារឿងនេះវាអាស្រ័យទៅលើភ្នែកនិងចិត្តរបស់អ្នកមើលម្នាក់ៗតែប៉ុណ្ណោះបើអ្នកមើលផ្ដោតតែទៅលើសម្បកក្រៅពួកគេពិតជានឹងឃើញតែភាពមិនស្អាតភាពរហែកដាច់ដោយនិងភាពមិនតាក់ទាញភ្នែកពិតមែនប៉ុន្តែសម្រាប់អ្នកដែលមើលដោយសតិនិងបញ្ញាពួកគេនឹងមើលរំលងស្បង់រហែកនោះរួចទៅចាប់អារម្មណ៍ទៅលើភាពអត់ធ្មត់និងភាពស្ងប់ស្ងាត់ទឹកដមសំឡេងដំបូន្មានដ៏ត្រជាក់និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទៅវិញគ្មានការអប់រំណាដែលល្អជាងការធ្វើខ្លួនជាគំរូនោះឡើយលោកម្ចាស់គ្រូព្រះអង្គចន្ទមុនីមិនបាច់ដេកបង្រៀនយើងឲ្យលះបង់ភាពលុបលន់នោះទេគឺលោកគ្រាន់តែបង្ហាញតាមរយៈការរស់នៅដ៏សាមញ្ញ
និងស្បង់ជីវរចាស់ចាស់របស់លោកគឺគ្រប់គ្រាន់ដើម្បីដាស់សតិមនុស្សលោកបាត់ទៅហើយប្រិយមិត្តអ្នកស្ដាប់ទាំងឡាយរបស់ខ្លះមើលទៅមិនតាក់ទាញភ្នែកមែនតែវាមានតម្លៃខ្លាំងណាស់សម្រាប់ផ្លូវចិត្តជីវិតយើងរាល់ថ្ងៃក៏អញ្ចឹងដែរកុំរវល់តែដេញតាមតបតែងតែសំបកក្រៅឲ្យគេមើលទៅឃើញល្អពេករហូតដល់ភ្លេចតបតែងចិត្តខ្លួនឯងឲ្យស្អាតស្អំឡើងសង្ឃឹមថាអត្ថបទសម្រាយវែកញែកក្នុងថ្ងៃនេះនឹងផ្ដល់ជាជ្រុងមើលថ្មីមួយដ៏មានន័យសម្រាប់បងប្អូនគ្រប់គ្នាបើស្ដាប់ហើយយកអត្ថន័យនិងចាក់ដោតចូលជួយចុច Subscribe Channel YouTube ម្នាក់មួយនិងជួយ Share វីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាផងសូមអរគុណនិងសូមជម្រាបលាបាយបាយ